បងប្អូនយើងកាន់លុយត្រឹមតែ$25ក៏បងប្អូនអាចមកបងរំលោះយករថយន្តពីកន្លែងយើងទៅជិះបានដែរហើយពណ៌ទាំងពីរនេះបងប្អូនឃើញស្រាប់ហើយគឺពណ៌ហុងស៊ុយតែម្ដងសម្រាប់រថយន្តទាំងពីរគ្រឿងនេះគឺឆ្នាំ2012ហើយនិងឆ្នាំ2013ហើយពណ៌ទាំងពីរនេះបងប្អូនឃើញស្រាប់ហើយគឺពណ៌ហុងស៊ុយតែម្ដងខាងនេះគឺពណ៌ក្រហមនេះគឺស្រស់តែម្ដងហើយសម្រាប់មកខាងនេះវិញគឺពណ៌ទឹកមាសប៉ុន្តែមាសនេះគឺប្រភេទមាសបែបរៀងប្រភេទតិចៗណាបងប្អូនអញ្ចឹងពណ៌នេះគឺជាប្រភេទពណ៌ដែលកម្រហើយជាពណ៌ដែលស្អាតសម្រាប់រថយន្តទាំងពីរនេះបងប្អូនយើងប្រើប្រាស់គឺសន្សំសំចៃខ្ពស់ខ្លាំងមែនទែនទី1ខាងក្នុងនៃរថយន្តគឺធំទូលាយបងប្អូនយើងអាចជិះគ្នាបានរហូតដល់5នាក់ឯណោះហើយ100គីឡូបងប្អូនយើងចាយសាំងត្រឹមតែ5លីត្រទៅ6លីត្រទេទៅតាមការប្រើប្រាស់ជាក់ស្ដែងរបស់បងប្អូនយើងសម្រាប់ពន្ធផ្លូវវិញយើងបង់ប្រចាំឆ្នាំតែ$80000រៀលតែប៉ុណ្ណោះបើសិនជាបងប្អូនយើងបង់រំលោះវិញក្នុងមួយខែបងប្អូនយើងបង់ត្រឹមតែ230ទៅ240ទេអាហ្នឹងបងប្អូនយើងបង់រំលោះសុទ្ធ100%តែម្ដងបើសិនជាបងប្អូនយើងចូលរួមត្រឹមកញ្ចប់500ទៅ1000ទៀតបងប្អូនយើងអាចបង់ក្រោមនឹងទៀតចន្លោះពី180ទៅ190តែប៉ុណ្ណោះបាទអញ្ចឹងសម្រាប់រថយន្តទាំងពីរនេះបងប្អូនគឺយើងរៀបចំជូនបងប្អូនមកស្អាតមកពេញចិត្តតែម្ដងបាទដូចមួយគ្រឿងនេះបងប្អូនឃើញហើយបាទខាងក្នុងគឺក្រហមស្រស់ខាងក្រៅក៏ក្រហមខាងក្នុងក៏ក្រហមដែរតែមកមើលខាងលើនេះវិញគឺពណ៌ផ្កាឈូកបាទអញ្ចឹងសម្រាប់បងជាស្ត្រីបាទបងប្អូនជាស្ត្រីអីបាទជិះមួយគ្រឿងនេះគឺស័ក្តិសមមែនតែម្ដងបាទហើយសម្រាប់មួយគ្រឿងនេះវិញគឺយើងរៀបចំស្អាតដូចគ្នាបាទទាំងយ៉ាន់មើលមកគឺស្អាតពណ៌វិញគឺស្រស់តែម្ដងហើយមកមើលខាងក្នុងបន្តិចបងប្អូននេះខាងក្នុងគេនេះគឺមើលមកគឺស្អាតណាបងប្អូនហើយឡាននេះយើងនឹងបោកពូកប៉ូលាជូនបងប្អូនបន្ថែមទៀតហើយស្បែកពុកនេះគឺពណ៌បែបនេះបើសិនជាបងប្អូនយើងអត់ពេញចិត្តស្បែកពុកនេះទេគឺយើងអាចដូរថ្មីជូនបងប្អូនបានទៀតណាសម្រាប់ខាងក្រោយនេះវិញបងប្អូនយើងអាចជិះបានគ្នានេះយើងជិះខាងនេះម្នាក់កដាលម្នាក់ហើយនៅខាងឆ្វេងដៃនោះម្នាក់ទៀតអញ្ចឹងខាងមុខ2ខាងក្រោយយើងអាចជិះបាន3ហើយខាងក្រោយនេះយើងអាចដាក់អីវ៉ាន់បានបន្ថែមទៀតណាបងប្អូនអញ្ចឹងរថយន្តនេះតម្លៃក្រោម$10000ទេហើយបងប្អូនយើងអាចដាក់អីវ៉ាន់នេះយើងដាក់ខាងនេះបានណាបាទយើងដាក់នៅកន្លែងហ្នឹងមកបាទអញ្ចឹងយើងទៅទ្រីបឬមួយក៏ជិះទៅតាមខេត្តបាទជិះទៅធ្វើការដឹកកូនទៅសាលាសម្រាប់ Kia Ray នេះគឺពិសេសមែនតើណាបងប្អូនអញ្ចឹងបងប្អូនយើងដែលចង់បោះរំលោះបងប្អូននៅតាមខេត្តបងប្អូននៅក្នុងស្រុកភូមិនៅទីណាក៏ដោយក៏បងប្អូនអាចមកបោះរំលោះនៅកន្លែងយើងបានដូចគ្នាតែម្ដងបាទអញ្ចឹងបងប្អូនយើងកាន់លុយត្រឹមតែ$25មកគឺអាចបោះរំលោះជាមួយនឹងខាងយើងបានហើយណាបាទយើងអត់មានតម្រូវឲ្យបងប្អូនយើងកក់លុយមុនទេហើយក៏មិនតម្រូវឲ្យបងប្អូនយើងកក់ឡានទុកដែរបាទអញ្ចឹងដាក់តែឯកសារមកបងរំលោះយកទៅតែម្ដងណាបាទអរគុណ